សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើសម្លម្ជូរត្រកួនជាមួយនឹងត្រីពោចែកជូនបងប្អូនទស្សនាទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share និង subscribe channel របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូជារៀងរាល់ថ្ងៃចំណែកឯគ្រឿងផ្សំសម្លម្ជូររបស់យើងមានដូចជាត្រកួនសចំនួន2បាច់មានម្ទេសហាវ៉ៃចំនួន4ផ្លែត្រីពោចំនួន2ក្បាលផងដែរហើយត្រីពោនឹងចំនួន1គីឡូបងប្អូនចំណែកឯប៉េងប៉ោះយើងអត់យកទៅស្លទេយើងទឹកគ្រាន់ធ្វើទឹកត្រីប៉េងប៉ោះឃើញថាត្រកួនរបស់យើងខ្ចីល្អណាស់អញ្ចឹងយើងហាន់យកតែផ្នែកខ្ចីមកផ្នែកដែលចាស់គឺយើងកាត់ចោលហើយយើងដំវាឲ្យបែកទៅតួប៉ុណ្ណឹងមកបងប្អូនរួចហាន់ជាកង់ប្រវែងប្រហែលជា2ថ្នាំងដៃអីមកពេលដែលយើងធ្វើបែបនេះពេលយើងយកទៅស្លទៅធ្វើឲ្យបន្លែរបស់យើងទន់ឆ្ងាញ់ស្លទៅចូលជាតិបានល្អឥឡូវត្រកួនរបស់យើងហាន់រួចហើយយើងយកទៅត្រាំទឹកមកស្រក់សិនណាបងប្អូនដើម្បីឲ្យវាអស់ជាតិជ័រខ្មៅហើយធ្វើឲ្យត្រកួនរបស់យើងគឺស្រស់ល្អទៀតផងចំណែកឯត្រីពោរបស់យើងគឺទម្ងន់1គីឡូចំនួន2ក្បាលបងប្អូនហើយយើងយកមកលាងទឹកលាងអីឲ្យស្អាតមកហើយកោសស្បែកវាឲ្យអស់ជាតិរំអិលខ្មៅបងប្អូនពេលយើងទៅយកទៅស្លទៅគឺយើងមិនភ័យថាហាច់ធំក្លិនឆ្អាបអីទេហើយបងប្អូនចង់ហាន់ជាកង់ហើយបងប្អូនច្បាច់នឹងអំបិលទៀតក៏បានដែរណាតាមពិតទៅត្រីនេះទិញមកគឺអ្នកលក់អត់ធ្វើរួចហើយម្សៅហើយប៉ុន្តែពេលយកមកលាងទឹកទៅឃើញថាមានព្រុយមានអីអត់តន់កាត់ចោលអញ្ចឹងយើងយកមកកាត់ចោលចេញឲ្យស្អាតមកណាហើយយើងហាន់ជាកង់ប្រហែលជាមួយថ្នាំងដៃអីមកប៉ុណ្ណឹងគឺល្មមស្លតែម្ដងចាឥឡូវទឹកសម្លរបស់យើងគឺបានពុះហើយយើងដួសយកមកជ្រុំប្រហុកបងប្អូនហើយប្រហុកនេះខ្ញុំធ្វើខ្លួនឯងយើងដាក់ប្រហែលជា5-6ច្បាអីចឹងមកហើយកូរវាឲ្យផុយសាច់ត្រីប្រហុករបស់យើងណាហើយយើងជ្រុំប្រហែលជា2ដងអីទៅបងប្អូនតម្រូវវាអស់សាច់ប្រហុកទឹកប្រហុករបស់យើងណាហើយយើងដាក់ត្រីដែលយើងហាន់មិញហ្នឹងចំនួន2ក្បាលយើងដាក់ទាំងអស់ចូលតែម្ដងហើយយើងក្របទុកមកស្វក់សិនតម្រូវមកទឹកសម្លរបស់យើងពុះយើងឈានមកលាងបន្លែលាងអីទុកឲ្យហើយសិនមកហើយបន្លែរបស់យើងគឺខ្ញុំលាងប្រហែលជា2ទឹកបងប្អូនឲ្យប្រកាសថាវាអស់ជាតិជ័រជាតិអីចឹងណាបងប្អូនលាងតទឹកយើងថ្លាល្អចាបងប្អូនសូមអធិស្ឋានផងព្រោះអីមានសម្លេងរំខានមន់ល្ងាវអញ្ចឹងបងប្អូនព្រោះផ្ទះនេះខ្ញុំចំមន់ចំអីអញ្ចឹងបងប្អូនចាតាមពិតទៅត្រកួនសរបស់យើងវាមិនសូវមានជ័រច្រើនដូចត្រកួនពណ៌ស្វាយទេបងប្អូនត្រកួនពណ៌ស្វាយគឺសម្បូរជ័រច្រើនណាស់ពេលយើងស្លទៅធ្វើឲ្យទឹកសម្លយើងគឺខ្មៅល្អក់ថែមទៀតផងចំណែកត្រកួននេះគឺជ័រវាតិចតួចអញ្ចឹងវាមិនសូវជាខ្មៅប្រហែលទេហើយឥឡូវទឹកសម្លរបស់យើងពុះហើយយើងដួសយកមកជ្រុំអំពិលទុំបដាមកហើយយើងចាក់អំពិលទុំហ្នឹងមុនបងបន្លែបងប្អូនពេលដែលយើងបងអំពិលទុំមុនបន្លែអញ្ចឹងពេលយើងដាក់បន្លែត្រកួនយើងចូលទៅគឺធ្វើឲ្យទឹកសម្លរបស់យើងគឺអត់សូវជាខ្មៅជាល្អក់ប្រហែលទេព្រោះអីម្ជូរវាជួយកាត់ជាតិជ័រអញ្ចឹងណាបើសិនជាយើងបងត្រកួនហើយបានដាក់អំពិលទុំចូលក្រោយគឺធ្វើឲ្យសម្លរបស់យើងគឺខ្មៅល្អក់តែម្ដងហើយយើងជ្រុំអំពិលទុំ2ដងទៅបងប្អូនណាឲ្យវាជូរល្មមអាចទទួលយកបានណាហើយកាកវិញគឺយើងអត់ដាក់ទេយើងទុកពេលក្រោយចាំស្ទើជូរចាំយើងដាក់កាកចូលតែម្ដងហើយយើងបងគ្រឿងក្រៅរបស់យើងមានស្ករកន្លះស្លាបព្រាបាយប៊ីចេង1ចុងស្លាបព្រាបាយអំបិល1ចុងស្លាបព្រាបាយទឹកត្រីបន្តិចហើយអំបិលយើងអត់ដាក់ច្រើនណាបងប្អូនព្រោះអីយើងដាក់ប្រហុកផងទឹកត្រីផងអញ្ចឹងយើងខ្លាចប្រៃយើងដាក់តែបន្តិចសិនមកចាំដល់ពេលសម្លយើងឆ្អិនហើយយើងភ្លក់មើលស្ទើអីចាំយើងថែមតាមក្រោយម្ដងទៀតណាហើយយើងបងបន្លែចូលតែម្ដងទៅបងប្អូនហើយយើងរំងាស់ចោលវាមកស្វក់ទៅទម្រាំតែបន្លែរបស់យើងផុយល្មមណាហើយនេះខ្ញុំបងម្ទេសហាវ៉ៃចំនួន2ផ្លែហើយ2ផ្លែទៀតនេះខ្ញុំទុកធ្វើម្ហូបថ្ងៃក្រោយទៀតណាព្រោះបើនេះខ្ញុំដាក់ទាំងអស់គឺអត់មានអ្នកញ៉ាំទេបងប្អូនព្រោះម្ទេស2ផ្លែនេះគឺនេះខ្ញុំញ៉ាំតែម្នាក់ឯងទេអត់មានអ្នកញ៉ាំជាមួយទេអញ្ចឹងបើខ្ញុំដាក់ទាំងអស់គឺប្រកាសជាសល់ហើយ
ចាឃើញថាទឹកសម្លរបស់យើងគឺសល្អបងប្អូនយើងពេលដែលយើងបង់អំពិលទុំមុនយើងបង់តកួនធ្វើឲ្យទឹកសម្លយើងគឺសស្អាតណាបងប្អូនហើយបងប្អូនភ្លក់មើលទៅស្ទើរអីថែមហ្នឹងទៅតាមចំណង់ចំណូលចិត្តទៅចាឥឡូវសម្លរបស់យើងរៀងស្ទើរជូរបន្តិចអញ្ចឹងយើងបង់គ្រាប់អំពិលទុំយើងនៅសល់ហ្នឹងយើងចាក់ចូលតែម្ដងណាហើយយើងរងាស់ចោលមួយស្បកសិនទៅបងប្អូនឲ្យវាចេញជាតិជូរបន្ថែមទៀតណាហើយបើមានម្រះព្រៅឬក៏ម្អមអីបងពីលើថែមទៀតទៅធ្វើឲ្យសម្លរបស់យើងគឺកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតណាចារដងទិញបន្លែទិញសាច់មានម្អមមានអីអ្នកលក់អត់ថែមឲ្យអញ្ចឹងដល់ពេលថ្ងៃហ្នឹងអត់មានបងប្អូនអញ្ចឹងមានតែបេះជីនឹងវងដាក់ចំនួនវិញណាបងប្អូនហើយជីនឹងវងរបស់យើងហ្នឹងគឺចាស់ដើមហើយក៏មិនសូវមានត្រួយមានស្លឹកអីប្រហែលដែរអញ្ចឹងយើងបេះ 4-5 តោងហ្នឹងគ្រាន់តែដាក់ឲ្យសម្លរបស់យើងធំក្លិនឈ្ងុយបន្តិចបន្តួចអញ្ចឹងណាបងប្អូនហើយឥឡូវសម្លរបស់យើងគឺបានឆ្អិនហើយរសជាតិក៏ល្មមឆ្ងាញ់តែម្ដងហើយយើងដួសដាក់ចានដូចជាការស្រេចអរគុណបងប្អូនដែលតាមដានវីដេអូនាងខ្ញុំកុំភ្លេចជួយ like ជួយ share និង subscribe channel របស់នាងខ្ញុំម្នាក់មួយផងដើម្បីលើកទឹកចិត្តឲ្យនាងខ្ញុំធ្វើវីដេអូបន្ត